គ្នាក្នុងវីដេអូនេះគឺយើងធ្វើការប្រើប្រាស់ទៅលើ basic command នៅក្នុង Ubuntu អញ្ចឹងយើងមាន command មួយចំនួនដែលយើងត្រូវរៀនប្រើប្រាស់ថាវាជា command basic អញ្ចឹងយើងធ្វើការមុននឹងយើងចូលទៅប្រើគឺយើងធ្វើការ remote ពី computer យើងទៅសិនហើយជាដំបូងហ្នឹងគឺមានអីទេគឺយើង check IP របស់ computer យើងហើយនឹង who am I ហ្នឹងឯងហើយយើងជាពីណាគេដើម្បីយក username ហ្នឹងទៅប្រើ SSH នៅក្នុងការ remote ទៅកាន់ server របស់យើងហ្នឹងហើយយើង check IPA មកយើងឃើញ IPA ហើយបន្ទាប់មកយើងគ្រាន់តែបើក cp យើង cmd ចឹងយើងធ្វើការ remote ចូលទៅកាន់ទូរបស់យើងយើងវាយក្នុងមក SSH ហើយ username របស់យើង add IP ធ្វើ password ដល់យើងចូលមកកាន់ server របស់យើងហើយយើងឆែក who am I ច្បាស់ទៅមកថាយើងអត់នេះដូចគ្នា IP ដូចគ្នា IP អញ្ចឹងយើងធ្វើការ mini size វាទៅហើយយើងមក operate ទៅវិញអញ្ចឹងbasic command យើងអត់មានអីទេគឺយើងហ្នឹងគឺយើងធ្វើការបង្កើត folder បង្កើត file ដើម្បីតេស្តមើលថាយើងអាចបង្កើតបានអត់ហើយជួនមកគឺយើងមានតែ sudo apt update ដើម្បីយើង check មើល package ណា track update អត់យើង update ក៏បានយើងមិន update ក៏បានពេលនេះវា check ឃើញហើយថាមាន15 package ដែលអាច upgrade បានតែខ្ញុំអត់ចង់ upgrade វាទេខ្ញុំចង់ចូលទៅបង្ហាញដល់អ្នកម្ដងទាក់ទងនឹង command ទី1គឺយើងប្រើ command echo គឺ command ហ្នឹងដូច console.log ឬក៏ print ឬក៏ cout អញ្ចឹងដើម្បី run agent មកកន្លែងយើងអាចសរសេរយើងមាន echo យើងសរសេរវាអញ្ចឹងមកយើងដាក់single quote មកគឺយើងអាច enter បានមិន font e ជាប់គ្នាមិញនេះ hello នេះមាន command echo មួយសម្រាប់សរសេរ script នៅពេលក្រោយទៅមកយើងមាន command បន្តទៀតដូចជាការបង្កើត file គឺយើងប្រើប្រាស់ command type អញ្ចឹងខ្ញុំ check មើលសិនថារបស់ខ្ញុំនឹងអីគេតោះសូមខ្ញុំនៅ folder ណាខ្ញុំនៅក្នុង folder នេះឥឡូវខ្ញុំចង់ចូលទៅ folder home ចង់ចូលទៅ folder របស់ខ្ញុំ home cd home ឬក៏ sudo cd home ខ្ញុំចូលទៅ folder នេះដាក់កើតចឹងអូ cd នេះមក home ហ្មងមុននេះយើងនៅកាត់ថាអូខេអានេះខ្ញុំចង់បង្កើត file មួយដាក់នៅ home អញ្ចឹងខ្ញុំ type file មួយខ្ញុំដាក់ថា text file.txt អញ្ចឹងយើងដាក់ file នេះ sudo type text file.txt s នេះយើងឃើញ file មិញនេះ text file.txt អញ្ចឹងយើងអាចបង្កើត file បានហើយយើងក៏អាចបង្កើត directory folder របស់យើងបានអញ្ចឹងខ្ញុំសូមប្រើ command sudo ឯងតែប្រើ command ធម្មតាវាអត់ចូលអញ្ចឹង sudo make directory អូខេថា new folder
យើងឆែក ls ទៀត ls ហ្នឹងបានថា list អីដែលមាននៅក្នុងdirectory home ឬក៏ directory current directory ដែលយើងចង់បង្ហាញដល់ ls មកគឺជា human read ឃើញនេះតែបើសិនជាយើងអត់ដាក់ទេវាចេញមកវាអត់មានហ្នឹងឯងនេះវាមានកតុយវាអូខេនេះអត់មានទេអញ្ចឹងយើងឃើញនេះ folder នេះខ្ញុំដាក់មិញ new folder អញ្ចឹងយើងឃើញ new folder អញ្ចឹង basic command ខ្ញុំនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេហើយមួយទៀតនៅពេលដែលយើងបញ្ចប់ការងារហើយគឺយើងធ្វើការ shut down វាយ sudo shut down now ពេលហ្នឹងម៉ាស៊ីនវាខ្ញុំសេខុស shut down now អូខេអញ្ចឹងយើងមកមើលវិទ្យុរបស់យើងវាទូរស័ព្ទយើងបាត់ហើយអញ្ចឹងវីដេអូខ្ញុំទាក់ទងទៅនឹង basic command មានតែប៉ុណ្្នឹងអរគុណអ្នកនរគ្នាដែលបានមើលវីដេអូនេះ